ចាឥឡូវសូមតបខមមិននេះនិយាយទៅអ្នកខមមិនទៅក៏ចេះតែទៅតែខ្ញុំចង់សួរបងថាអញ្ចេះបើអត់មានការផលរបស់ខ្ញុំទេតើឆ្នាំនេះអូនពិសីបានចូលរៀនអត់ព្រោះឲ្យអូនពិសីอยู่10ឆ្នាំជាងអត់បានចូលសាលារៀនទេហើយបើខ្ញុំអត់ផុសតើជំនួយបានមកពីណាភេកខ្ញុំអត់ល្បីរកអត់បានច្រើនមែនតែក៏បានរកលុយឲ្យអូនបាន330000ហ្នឹង330000គឺគ្រប់គ្រាន់សម្រាប់អូនទិញសម្ភារៈអាវស្បែកជើងហើយនឹងកង់ជាទៅសាលារៀនបានហើយខ្ញុំហ្នឹងក៏ជាមនុស្សម្នាក់ដែលចេញមកទៅសុំខាងសាលាឲ្យអូនដែរហើយសាលាហ្នឹងគឺឈ្មោះសាលាហ្នឹងគឺអូនជាអ្នកបញ្ជាក់ថាអូនចង់រៀនសាលាហ្នឹងអញ្ចឹងណាដោយសារសាលាសាមគ្គីមានជ័យហ្នឹងគឺជាសាលាដែលល្អអប់រំក្មេងបានល្អហើយមានវិន័យនិងសណ្ដាប់ធ្នាប់អញ្ចឹងទៅអូនបញ្ជាក់ថាអូនចង់រៀននៅសាលាសាមគ្គីមានជ័យខ្ញុំក៏ចេញមកទៅនិយាយខាងសាលាឲ្យថាអូនចង់រៀនសាលាហ្នឹងហើយខ្ញុំសុំជំនួយបានហើយអ្នកគ្រូនោះក៏គាត់ប្រាប់ដែរថាបើសិនជាអ្នកខ្វះខាតទៅចុះឈ្មោះខាងសាលាហ្នឹងគឺគេនឹងមានការដំណោះស្រាយឲ្យសម្រាប់អ្នកអត់ទិញកាអត់មានកាអីចឹងទៅតែពីមុនមកគឺយាយបងអូនពិសេសហ្នឹងគឺអត់ដឹងថាចំណុចហ្នឹងទេដោយចង់អត់ហ៊ាននាំចៅទៅចុះឈ្មោះទេដល់ពេលចឹងទៅតែឥឡូវគឺអាកន្លែងហ្នឹងវាមិនមែនជាបញ្ហាទេដោយសារខ្ញុំសុំជំនួយបាន330000ហ្នឹងគឺគ្រប់គ្រាន់ឲ្យអូនទិញឧបករណ៍រៀនទិញកាអៅរៀនហើយនឹងទិញកង់អញ្ចឹងណាបងតែខ្ញុំចង់និយាយថាចេះបងខមមិនទៅតើបងជួយអ្វីខ្លះអញ្ចឹងណាបងហើយបើខ្ញុំអត់និយាយតើជំនួយទាំងអស់ហ្នឹងបានមកពីណាហើយបើខ្ញុំអត់ចេញមកទេតើអូនពិសេសឆ្នាំណាបានចូលសាលារៀនបងត្រូវគិតកន្លែងហ្នឹងណាបងហោចណាស់ក៏ខ្ញុំជួយឲ្យអូនពិសេសបានចូលសាលារៀនក្នុងឆ្នាំនេះដែរណាបង